បើយោងទៅតាមលទ្ធផលជំរឿនឆ្នាំ2022របស់ក្រសួងផែនការនោះបានបង្ហាញថាសហគ្រាស SME របស់យើងនឹងមានរហូតដល់ 75,000 សហគ្រាសហើយសហគ្រាសភាគច្រើននោះក៏រកទទួលទានចង់ស្ទើរគ្រប់វិស័យនឹងជាពិសេសវិស័យសិប្បកម្មឧស្សាហកម្មបដិសណ្ឋារកិច្ចអីហ្នឹងឯងទាំងអស់ហ្នឹងបាទហើយបងប្អូន SME យើងនឹងក៏មាន concern តែងតែសួរទូហេងធ្វើម៉េចដើម្បីកុំឲ្យជាប់ពីនៃពន្ធដារបាទសូមជម្រាបសួរលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីបាទថ្ងៃនេះបាទខ្ញុំគូហេងបាទមានកិត្តិយសឡើងមកឆ្លើយសំណួរបងប្អូនម្ចាស់អាជីវកម្មយើងទៀតហើយម្ចាស់អាជីវកម្មយើងបានសួរថាគូហេងធ្វើម៉េចកុំឲ្យជាប់ពីនៃពន្ធដារនេះជាសំណួរមួយដែលម្ចាស់អាជីវកម្មតែសួរហើយមុននឹងបកស្រាយនៅសំណួរនេះខ្ញុំក៏សូមលើកយកនៅច្បាប់បញ្ញត្តិពន្ធដារមួយចំនួនដើម្បីលើកពន្យល់បងប្អូនម្ចាស់អាជីវកម្មយើងទាំងអស់គ្នាដើម្បីបានយល់ដែរបាទយើងយោងទៅតាមជំរឿនថ្មីនេះលទ្ធផលដែលបានចេញផ្សាយនេះគឺថា SME យើងនឹងមានរហូតដល់ 75,000 សហគ្រាសហើយអញ្ចឹង 75,000 សហគ្រាសហ្នឹងមិនទាន់បានចុះបញ្ជីជាក្រុមហ៊ុនឡើយទេអញ្ចឹងបានតែត្រឹមតែប្រហែល 40,000 ជាងសហគ្រាសទេអញ្ចឹងសរុបមកវិញបើបងប្អូនម្ចាស់អាជីវកម្មដែលគាត់បានចុះបញ្ជីហើយគាត់ទៅស្វែងយល់អំពីបទបញ្ញត្តិរបស់ពន្ធដារយើងឥឡូវមានទំនើបកម្មអញ្ចឹងនៅបងប្អូនម្ចាស់អាជីវកម្មយើងហ្នឹងដែលចូលជារបបពិតនោះគឺថាគាត់មាន3ប្រភេទក្រុមហ៊ុនទី1ក្រុមហ៊ុនតូចក្រុមហ៊ុនមធ្យមនិងក្រុមហ៊ុនធំអញ្ចឹងនៅប្រកម្មរបស់ពន្ធដារឥឡូវនេះពីមុនមកយើងធ្វើបងពន្ធបងអីហ្នឹងគឺបងដោយដៃហ្នឹងហើយយើងទៅជិះយកទៅដាក់អីចឹងទៅប៉ុន្តែឥឡូវគេទំនើបប្រកម្មគឺធ្វើដោយប្រព័ន្ធអញ្ចឹងបានន័យថាម្ចាស់ជីវកម្មយើងទាំងអស់ហ្នឹងទៅមានគេហៅថាលេខអត្តសញ្ញាណហ្នឹងគឺមាន user password ហើយលេខអត្តសញ្ញាណរបស់ក្រុមហ៊ុនយើងហ្នឹងគឺយើងឡុកចូលប្រព័ន្ធពន្ធដារហ្នឹងដើម្បីធ្វើការបងពន្ធប្រចាំខែនិងប្រចាំឆ្នាំអញ្ចឹងយើងទៅយល់ចឹងសិនមិនមែនមានន័យថាយើងចុះបញ្ជីហើយយើងទៅអត់បំពេញកាតព្វកិច្ចពន្ធប្រចាំខែនិងប្រចាំឆ្នាំទេអាហ្នឹងយើងអត់គោរពទៅតាមបទបញ្ញត្តិពន្ធដារទេហើយបន្តមកទៀតបានន័យថាយើងធ្វើពន្ធប្រចាំខែប្រចាំឆ្នាំហ្នឹងវាមិនមែនសុទ្ធតែបងពន្ធដូចគ្នាទេអញ្ចឹងអាជីវកម្មមានប្រភេទអាជីវកម្មខុសៗគ្នាយើងមានពន្ធក៏ខុសគ្នាដែរពន្ធដែលយើងទៅយកចិត្តទុកដាក់ខុសគ្នាដែរខ្ញុំឧទាហរណ៍ដូចពន្ធប្រចាំខែមានពន្ធVAT ណាពន្ធកាត់ទុក social tax accommodation tax អាហ្នឹងទៅតាមប្រភេទអាជីវកម្មយើងទាំងអស់ហ្នឹងហើយមាន prepayment tax អីចឹងទៅអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំរកទទួលទានខាងលក់ online លក់អីចឹងទៅហើយយើងចុះបញ្ជីជាខ្នាតមធ្យមអីចឹងទៅហើយអាហ្នឹងយើងជាប់ពន្ធឯខ្លះអញ្ចឹងណាហើយបើខ្ញុំធ្វើសន្តាគារខ្ញុំទៅជាប់ពន្ធឯខ្លះអញ្ចឹងពន្ធប្រចាំខែហ្នឹងមានប្រមាណដែលខ្ញុំរៀបរាប់ខាងលើហ្នឹងយើងត្រូវយកចិត្តទុកដាក់មានពន្ធលើប្រាក់បៀវត្សអីអាហ្នឹងទាំងអស់គ្នាគ្រប់អាជីវកម្មទាំងអស់ត្រូវតែយកចិត្តទុកដាក់លើពន្ធលើប្រាក់បៀវត្សព្រោះយើងអាជីវកម្មអីក៏ត្រូវបងពន្ធលើប្រាក់បៀវត្សដែរអញ្ចឹងដូចពន្ធកាត់ទុកអីហ្នឹងយើងមានសេវាយើងមាន management fee យើងមានប្រគ្រោះយោបល់យើងមាន royalty fee ហ្នឹងត្រូវគិតទៅលើពន្ធកាត់ទុកហ្នឹងហើយបើសិនជាយើងលក់ទៅមាន VAT លើកលែងតែសហគ្រាសមួយចំនួនដែលគាត់ទទួលបានការលើកលែងពន្ធអាហ្នឹងបានគាត់រួចខ្លួនហើយចំពោះពន្ធប្រចាំឆ្នាំអានេះយើងគិតទៅលើពន្ធប្រាក់ចំណូលហើយនិងពន្ធបន្តពន្ធប្រាក់ចំណូលហ្នឹងហើយយើងគេឲ្យទុកពេលយើង3ខែសម្រាប់បងប្អូនប្រចាំឆ្នាំក្រោយពីបញ្ចប់ការរៃបរិច្ឆេទប្រចាំឆ្នាំមួយខ្ញុំឧទាហរណ៍ដូចថាឥឡូវយើងឆ្នាំ2025យើងដាច់ហើយណាអញ្ចឹងពេលយើង3ខែហ្នឹងបានន័យថាពីខែ1ដល់ខែ3ចុងខែ3នេះគឺជា deadline បងពន្ធប្រាក់ចំណូលហើយអញ្ចឹងបងប្អូនម្ចាស់អាជីវកម្មយើងមានការភ័យបារម្ភរឿងពន្ធប្រាក់ចំណូលខ្លាំងណាស់អញ្ចឹងក៏ខ្ញុំចូលរួមតិចថាពន្ធប្រាក់ចំណូលមិនមែនមានន័យថាយើងធ្វើហើយយើងប្រកាស00អាជីវកម្មយើងមានប្រវត្តិការយើងប្រកាសឲ្យតែបានទៅនឹងរួចខ្លួនមិនមានន័យចឹងទេការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអនឡាញហ្នឹងគឺបានន័យថាយើងបានបំពេញកាតព្វកិច្ចរួចហើយប៉ុន្តែប្រកាសត្រូវឬខុសមានតែមន្ត្រីពន្ធដារទេដែលបង្ហាញយើងថាត្រូវឬខុសជាមន្ត្រីពន្ធដារហ្នឹងគេហៅសាវនករពន្ធដារហ្នឹងគាត់នឹងមើលពិនិត្យមើលណាធ្វើសាវនកម្មគាត់មានក្រុមការងារប្រកបធ្វើហ្នឹងមើលតើយើងប្រកាសពន្ធបានត្រឹមត្រូវទេយើងមានលក្ខពន្ធអត់កន្លែងហ្នឹងហើយដែលយើងបារម្ភហើយបងប្អូនម្ចាស់អាជីវកម្មយើងជំការគាត់មានគំនិតថាអូខេខ្ញុំមិនយល់ដឹងទេអញ្ចឹងបានជាខ្ញុំមិនដែលដឹងថាគេមានវិន័យមិនដែលមានអីយើងអាហ្នឹងជាបញ្ហាហើយបងប្អូនម្ចាស់អាជីវកម្មខ្លះគាត់លើកដំបូងគាត់ថ្មីថ្មោងគាត់អត់មានពិសោធន៍ហើយគាត់ប្រកាសពន្ធខ្លួនឯងអញ្ចឹងទៅអាហ្នឹងក៏រងនៅវិន័យដែរដោយសារការប្រកាសពន្ធគាត់មិនបានត្រឹមត្រូវគាត់មិនមានបញ្ជីស្នាមបញ្ជីគណនេយ្យហ្នឹងហើយគាត់មិនយល់ពីច្បាប់ពន្ធហើយគាត់ប្រើដោយដៃសម័យនេះគេបច្ចេកវិទ្យាគេប្រើ digital ហើយ
ក៏អត់មានប្រព័ន្ធមានអីទេអញ្ចឹងវាងាយក្នុងការ error ងាយដែលថាយើងធ្វើវាមិនត្រូវអញ្ចឹងខ្ញុំឧទាហរណ៍ដូចថារកចំណាយខ្លះគាត់យល់ទេឲ្យតែចេញលុយនឹងចាយអញ្ចឹងជួនកាលគាត់ចាយយក personal គាត់យកអីទៅដាក់ចូលក្រុមហ៊ុនប្រកាសពន្ធទៅពន្ធដើមមិនទទួលស្គាល់ទេចំណាយហ្នឹងហើយដូចចំណូលពេលខ្លះគាត់ថាឲ្យតែលុយចូលដឹងថាចំណូលអញ្ចឹងគាត់ប្រកាសទៅខុសលុយចូលជួនកាលលុយខ្ចីគេលុយចូលឡើងវាមិនប្រកបជាចំណូលទេបាទអញ្ចឹងជាចុងក្រោយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនម្ចាស់អាជីវកម្មរបស់យើងស្វែងយល់អំពីច្បាប់ទម្លាប់ពន្ធដារបានត្រឹមត្រូវស្វែងរកអ្នកជំនាញខាងប្រកាសពន្ធនឹងដែលមានបទពិសោធន៍ហ្នឹងឲ្យបានត្រឹមត្រូវក្នុងការកាន់នៅបញ្ជីគណនីនិងប្រកាសពន្ធឲ្យយើងឲ្យបានត្រឹមត្រូវបាទសូមអរគុណបាទ